ជម្រាបសួរអ៊ំពូមីងយាយតាទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកមើលដំណាំនៅឯចំការចានេះគឺដើមម្នាស់ចាផ្លែមួយហើយចាម្នាស់ធម្មជាតិអត់មានជាតិគីមីទេចាធម្មជាតិសុកសានហ្មងចាដាក់តែអាចគោអាចអីទេល្អខ្លាំងមែនតើចាហើយឲ្យយើងកាច់វាយកបេះមួយចាល្អខ្លាំងមែនណាស់ម្នាស់យើងចាម្នាស់ធម្មជាតិចាពីផ្លែល្អចានេះមានយើងចាមានយើងអាចនឹងវាមានខូចដែរយើងណាចាសំខាន់មានល្អខ្លាំងមែនតើចាអានេះមកខតចាសៅម៉ៅចឹងល្អចានេះសម្បកក្រងចាទុំមកចាក្រូចជើងចាក្រូចឆ្មាចាល្អខ្លាំងមែនតើចាក្រូចយើងល្អណាស់ចាអូយមានយើងក៏តំណងឆ្ងាញ់เลยចាក្នុងផ្អែមហ្មងចាមានយើងចាបងប្អូនចង់ទិញបានចាអូយឆ្ងាញ់មែនតើចាតំណងខ្លាំងមែនតើចាអូយមកមានយើងល្អមែនតើនេះផ្លែប័រចាផ្លែប័រយើងដើមធំហើយតែផ្លែទូទេចានេះអូយផ្លែបានតែ2 3ផ្លែហ្នឹងចាខ្ញុំសើផ្លែច្រើនប្រហែលទេចានេះមកដើមវាចាល្អមែនតើហើយនឹងខ្ពស់ហ្មងខ្ពស់ដែរតែផ្លែតិចទេចាផ្លែទី2 3 4ផ្លែហ្នឹងចាសំខាន់មកមើលម្នាស់យើងវិញល្អខ្លាំងមែនតើចាម្នាស់យើងល្អហ្មងវាផ្អែមណាម្នាស់ហ្នឹងចាឆ្ងាញ់មែនតើចាអូតំណងខ្លាំងមែនតើចាពូមីងអើយជាតិយកមកចាដល់ឡើយយើងបេះពីផ្លែចានេះតំណងមែនតើចាបាទខាត់មួយបាទធម្មជាតិសុខសានហ្មងចាអត់មានលីជាតិគីមីអីទេចាល្អខ្លាំងមែនតើចាអូយតំណងណាស់ពូនអើយជាតិយកហ្មងចាមានយើងក៏ផ្អែមទៀតចាមានយើងល្អណាស់ចាមានយើងផ្អែមខ្លាំងមែនតើចាគឺឆ្ងាញ់ហ្មងនេះត្បែកចាត្បែកយើងក៏ល្អដែរចាចាតំណងខ្លាំងមែនតើយើងវីដេអូយើង